បងក្រាំងតនចិនកំឡុងនគរបាលស្រុកបាណន់វេកមកខកខ្លួនក្រុមក្មេងទំនើង17នាក់ករណីគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខេត្តបាត់ដំបងក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងកងកម្លាំងនគរបាលជំនាញបានបង្ក្រាបពីសមត្ថភាពដល់ឆ្នាំក្នុងការស្រាវជ្រាវនិងឈានទៅដល់ការបង្ក្រាបក្រុមមុខសញ្ញាចោរកម្មយ៉ាងក្តៅគគុងដោយបានខកខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់រហូតដល់ទៅ17នាក់ពាក់ព័ន្ធទៅនឹងករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយធុងក្លាសេនិងគាស់លួចសាំងយោងតាមរបាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃពុធទី8ខែកក្កដាឆ្នាំ2026វេលាម៉ោង 8:30 នាទីផ្អែកលើបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកវរសេនីយ៍តូហេងបារាំងអធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសហការយ៉ាងជិតស្និទ្ធជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលដោយចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីអំពើលួចមានស្ថានទម្ងន់ទោសដែលបានកាត់ឡើងកាលពីចន្លោះម៉ោង 00:40 នាទីដល់ម៉ោង 5:30 នាទីទៀបភ្លឺថ្ងៃទី5ខែកក្កដាឆ្នាំ2026នៅចំណុចភូមិអន្លង់តាមីឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបងនៅក្នុងព្រឹត្តិការណ៍នោះជនរងគ្រោះឈ្មោះហេងហ៊ុនភេទស្រីអាយុ36ឆ្នាំត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកោះលួចយកធុងទឹកកកក្លាសេពណ៌ខៀវដែលនៅក្នុងនោះមានផ្ទុកដុំទឹកកកអនាម័យនិងទឹកសុទ្ធមួយចំនួនបន្ថែមពីលើនេះក្រុមក្មេងទំនើងដដែលក៏បានធ្វើសកម្មភាពលួចសាំងរបស់ប្រជាពលរដ្ឋម្នាក់ទៀតមានឈ្មោះពេជ្រគង់នៅភូមិបាណន់ឃុំកន្ទឺ2ស្រុកបាណន់កាលពីយប់ថ្ងៃទី4ខែកក្កដាឆ្នាំ2026ផងដែរក្រោយពីទទួលបានបណ្ដឹងនិងព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋរងគ្រោះក្រោមស្មារតីទទួលខុសត្រូវខ្ពស់និងការអនុវត្តជំនាញច្បាស់លាស់លោកវរសេនីយ៍តូហេងបារាំងជាអធិការរួមជាមួយនឹងកម្លាំងអន្តរាគមន៍បានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកទាំងថ្ងៃទាំងយប់ដោយមិនខ្លាចនឿយហត់ជាលទ្ធផលត្រឹមតែរយៈពេលដ៏ខ្លីពលគឺនៅវេលាម៉ោង 6:10 នាទីព្រឹកថ្ងៃទី9ខែកក្កដាឆ្នាំ2026កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់ឈានទៅដល់ការខកខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន17នាក់សុទ្ធតែជាទំពាំងស្នងឫស្សីរួមមានមួយឈ្មោះថិនសុធានភេទប្រុសអាយុ17ឆ្នាំភូមិបបោះឃុំឈើទាល2ឈ្មោះផោភិរុនភេទប្រុសអាយុ16ឆ្នាំភូមិស្វាយព្រៃឃុំកន្ទឺ1 3ឈ្មោះវិចិត្រចន្ទ្រាភេទប្រុសអាយុ14ឆ្នាំភូមិបបោះឃុំឈើទាល4ឈ្មោះផៃសារ៉ាភេទប្រុសអាយុ18ឆ្នាំភូមិព្រៃទទឹងឃុំបែកដំរាំ5ឈ្មោះរស្មីច័ន្ទបរិយភេទប្រុសអាយុ16ឆ្នាំភូមិព្រៃទទឹងឃុំបែកដំរាំ6ឈ្មោះផាណាចាណាភេទប្រុសអាយុ18ឆ្នាំភូមិឆៃរំពាន់ឃុំកន្ទឺ2 7ឈ្មោះផុនផានុនភេទប្រុសអាយុ16ឆ្នាំភូមិថ្មីឃុំកន្ទឺ1 8ឈ្មោះហាត់សីហាភេទប្រុសអាយុ16ឆ្នាំភូមិកំពង់អំពិលឃុំកន្ទឺ1 9ឈ្មោះរតនាកក្កដាភេទប្រុសអាយុ17ឆ្នាំភ្នំកំពង់កើនឃុំកន្ទឺ2 10ឈ្មោះភើយសុផាណាភេទប្រុសអាយុ17ឆ្នាំភូមិទូលធ្នងឃុំកន្ទឺ1 11ឈ្មោះរតសីហាភេទប្រុសអាយុ17ឆ្នាំភូមិបាណន់ឃុំកន្ទឺ2 12ឈ្មោះខុនខេមភេទប្រុសអាយុ16ឆ្នាំភូមិទួលច្រនៀងឃុំបែកដំរាំ13ឈ្មោះសិតចិន្តាភេទប្រុសអាយុ15ឆ្នាំភូមិអន្លង់តាមីឃុំឈើទាល14ឈ្មោះហាត់វាសនាភេទប្រុសអាយុ16ឆ្នាំភូមិថ្កូវឃុំឈើទាល15ឈ្មោះថេមប៊ុនថេតភេទប្រុសអាយុ17ឆ្នាំភូមិថ្មីឃុំកន្ទឺ1 16ឈ្មោះឃុំសុផាត់ភេទប្រុសអាយុ19ឆ្នាំភូមិឆៃរំពាន់ឃុំកន្ទឺ2 17ឈ្មោះច័ន្ទឧត្តមភេទប្រុសអាយុ16ឆ្នាំភូមិអង្គសង្កាត់អូចាក្រុងបាត់ដំបងវត្ថុតាងដកហូតរួមមានកាំបិតដែកដងឈើចំនួន1ដើមការចាត់វិធានការផ្លូវច្បាប់នៅចំពោះមុខសមត្ថកិច្ចក្រោយការសាកសួរយ៉ាងម៉ឺងម៉ាត់ជនសង្ស័យទាំង17នាក់បានឆ្លើយសារភាពយ៉ាងស៊ីសង្វាក់គ្នាថាពួកខ្លួនពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពគាស់ទម្លុះទម្លាយដើម្បីលួចសាំងនិងភេសជ្ជៈរបស់ប្រជាពលរដ្ឋពិតប្រាកដមែនការខកខ្លួនជាបណ្ដោះអាសន្ននេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលគតិយុត្តនិងបទបញ្ជាផ្ទាល់ពីឯកឧត្តមមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានៃឯកការអមស្លាដំបងខេត្តបាត់ដំបងនៅថ្ងៃទី9ខែកក្កដាឆ្នាំ2026វេលាម៉ោង 22:27 នាទីតាមការស្នើសុំរបស់លោកអធិការស្រុកបច្ចុប្បន្នជនសង្ស័យទាំង17នាក់កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី
ធីច្បាប់សកម្មភាពបង្ក្រាបប្រកបដោយប្រសិទ្ធភាពនិងភាពរហ័សរហួនរបស់កងកម្លាំងនគរបាលស្រុកបាណន់ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខសុវត្ថិភាពនិងភាពសុខសាន្តជូនសហគមន៍សម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជ័យដែន